Hello ក៏ដូចជាសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះមកដែរខ្ញុំបាទមានចំណេះដឹងមួយទាក់ទងទៅនឹងការលុបនៃ account Facebook របស់យើងចោលជារៀងរហូតដោយជាដំបូងយើងចុចទៅលើ app Facebook របស់យើងមកបន្តមកទៀតយើងចុចកន្លែង 3 បន្តមកទៀតមកយើងអូសមកក្រោមរកពាក្យថា Setting and Privacy បន្ទាប់មកយើងចុចកន្លែង Setting ពីមកទៀតយើងចុចកន្លែង Personal Detail បន្ទាប់មកទៀតយើងអូសមកក្រោមរកពាក្យថា Manage Account យើងចុចលើពាក្យនឹងមករួចមកយើងចុចលើពាក្យថា Manage បន្ទាប់មកទៀតយើងចុចពាក្យថា Deactivation or Deletion ចំពោះពាក្យខាងលើនេះ Deactivate account នេះបើយើងចុចខាងលើហ្នឹងគឺយើងបិទដំណើរការ account របស់យើងក្នុងមួយរយៈពេលចំពោះពាក្យ delete account ខាងក្រោមនេះយើងចង់លុប account របស់យើងជាអចិន្ត្រៃយ៍តែម្ដងមកដល់ត្រង់នេះយើងអត់មានចុចច្រើនទេយើងចុចពាក្យថា continue ត្រង់នេះដូចគ្នាយើងអូសមកក្រោមពាក្យ continue បើចាំចុចពេលច្រើនទេដល់កាលនេះយើងអូសមកក្រោមទៀតមករកពាក្យថា continue ដូចគ្នាដល់ចំណុចនេះយើងបំពេញតែលេខកូដ account របស់យើងមក account របស់យើងនឹងចាប់ផ្ដើមធ្វើការលុបចោលតែម្ដងក្នុងរយៈពេល30ថ្ងៃបើយើងចង់យកមកវិញយើងអាចចូលទៅបំពេញ password យើងយកមកវិញបានជាធម្មតាវីដេអូក្រោយខ្ញុំបាទនឹងបង្រៀនអ្នកគ្នាពីរបៀបនៃការយក account Facebook របស់យើងដែលយើងលុបនឹងក្នុងរយៈពេល30ថ្ងៃមកវិញហ្នឹងហើយអ្នកគ្នាវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយសូមនៅខន្តីនិងអភ័យទោសដល់ខ្ញុំបាទផងដែរ